មន្ត្រីអ៊ុយក្រែនបាននិយាយថាទីក្រុងគៀវដែលជារដ្ឋធានីដ៏ធំរបស់អ៊ុយក្រែនត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់កងទ័ពរុស្ស៊ីខណៈដែលគ្រាប់មីស៊ីលប៉ាឡេស្ទិកបានធ្លាក់ស្រោចស្រពលើសង្កាត់ជាច្រើននិងបានបង្កឲ្យមានការផ្ទុះឡើងជាបន្តបន្ទាប់នៅក្នុងការបង្ហោះលើកម្មវិធី Telegram អភិបាលក្រុងគៀវលោក Vitaly Klitschko បានរាយការណ៍ថាមនុស្ស2នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះខណៈពេលដែលប្រជាប្រដ្ឋ6នាក់ផ្សេងទៀតបានរងរបួសរួមទាំងក្មេងប្រុសម្នាក់អាយុ16ឆ្នាំផងដែរលោកមានប្រសាសន៍ថាគ្រូពេទ្យបានបញ្ជូនអ្នករងរបួស3នាក់ទៅកាន់មន្ទីរពេទ្យខណៈពេលដែលក្រុមការងារសង្គ្រោះបន្ទាន់បាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងអគ្គីភ័យនៅទូទាំងរដ្ឋធានីបន្ទាប់ពីឃ្លាំងមួយនៅក្នុងសង្កាត់ Sowiato-Sinsky និងអគារមិនមែនសម្រាប់ស្នាក់នៅមួយនៅក្នុងសង្កាត់ Daniksky ត្រូវបានវាយប្រហារលោកបន្ថែមថាបំណែកមីស៊ីលដែលធ្លាក់ចុះមកក៏បានវាយប្រហារលើតំបន់អភិវឌ្ឍមួយកន្លែងនៅក្នុងសង្កាត់ Danixia ដែលបង្កឲ្យមានអគ្គីភ័យបន្ថែមទៀតផងដែរការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានបំពេញទស្សនកិច្ចនៅទីក្រុងគៀវនិងបានប្រកាសពីកិច្ចព្រមព្រៀងដ្រូនថ្មីមួយរវាងអ៊ុយក្រែននិងសហភាពអឺរ៉ុបកិច្ចព្រមព្រៀងនេះមានបំណងរួមបញ្ចូលគ្នានៅជំនាញសមរភូមិរបស់ទីក្រុងគៀវជាមួយនឹងសមត្ថភាពឧស្សាហកម្មរបស់សហភាពអឺរ៉ុបដើម្បីបង្កើតគម្រោងរួមគ្នានិងពង្រីកទំហំផលិតកម្មឲ្យបានឆាប់រហ័សនៅក្នុងការថ្លែងមតិនៅក្នុងពិធីអបអរសាទរទិវាបុណ្យរដ្ឋរបស់អ៊ុយក្រែនលោកស្រីបានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការរួមបញ្ចូលគ្នានៅភាពខ្លាំងរបស់យើងដោយថ្លែងថាកិច្ចព្រមព្រៀងនេះនឹងនាំមកនូវភាពវៃឆ្លាតរបស់អ៊ុយក្រែននិងទំហំឧស្សាហកម្មរបស់អឺរ៉ុបមកជួបគ្នាលោកស្រីបានបន្ថែមថាសហភាពអឺរ៉ុបអាចផ្ដល់អត្ថប្រយោជន៍សំខាន់ៗដល់ទីក្រុងគៀវរួមទាំងសមត្ថភាពបច្ចេកវិទ្យានិងឧស្សាហកម្មដ៏ធំសម្បើមព្រមទាំងទីតាំងផលិតកម្មដែលមានសុវត្ថិភាពនិងទំនុកចិត្តដើម្បីគ្រប់គ្រងដល់គំនិតផ្ដួចផ្ដើមនេះក្នុងរយៈពេលជាង4ឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនការវាយប្រហារកាន់តែខ្លាំងឡើងពីភាគីទាំងសងខាងក្នុងរយៈពេលប្រមាណខែកន្លងមកនេះបានបណ្ដាលឲ្យចំនួនអ្នកស្លាប់និងរងរបួសក្នុងចំណោមជនស៊ីវិលកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃពុធមន្ត្រីតំបន់របស់អ៊ុយក្រែនបានរាយការណ៍ថាការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់រុស្ស៊ីនៅទូទាំងប្រទេសបានសម្លាប់មនុស្សចំនួន13នាក់និងបណ្ដាលឲ្យមនុស្សប្រហែល50នាក់ផ្សេងទៀតរងរបួសការវាយប្រហារនៅពេលថ្ងៃរបស់រុស្ស៊ីបានកំណត់គោលដៅចំជាពិសេសទៅលើរោងចក្រឧស្សាហកម្មនិងគ្រឹះស្ថានថែទាំសុខភាពដោយផ្ដោតទាំងលើទីក្រុងអូដេសាដែលជាទីក្រុងកំពង់ផែសមុទ្រខ្មៅនិងទីក្រុងស៊ូមីនៅភាគឦសានដែលស្ថិតនៅជិតព្រំដែនរុស្ស៊ី